ក្តីជឿនដំណឹងស្វែងរកមនុស្សបាត់ខ្លួននាងខ្ញុំឈ្មោះជាដាណេត្រូវជាបងស្រីបង្កើតសូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាប្អូនប្រុសរបស់នាងខ្ញុំឈ្មោះជាសរឿតហៅផ្លយភេទប្រុសអាយុប្រហែល45ឆ្នាំកម្ពស់ប្រហែល 1.70 សង់ទីម៉ែត្របានបាត់ខ្លួនចេញពីផ្ទះកាលពីថ្ងៃទី21ខែកញ្ញាឆ្នាំ2025មកម្លេះរូបរាងនិងអត្តសញ្ញាណរបស់គាត់ត្រូវបានបង្ហាញដូចក្នុងរូបភាពដែលមានភ្ជាប់ខាងក្រោមនេះរហូតមកដល់បច្ចុប្បន្ននេះនាងខ្ញុំនិងក្រុមគ្រួសារនៅមិនទាន់ទទួលបានព័ត៌មានអំពីទីតាំងឬដំណឹងអ្វីឡើយដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយសង្កេតមើលប្រសិនបើបានឃើញឬមានព័ត៌មានពាក់ព័ន្ធនឹងបុគ្គលខាងលើសូមមេត្តាផ្ដល់ដំណឹងជាបន្ទាន់តាមរយៈលេខទូរស័ព្ទ097 717 73នាងខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយផ្សព្វផ្សាយនិងការផ្ដល់ព័ត៌មានរបស់បងប្អូនទាំងអស់គ្នាសូមជូនពរឲ្យបងប្អូនប្រកបតែសុវត្ថិភាពសុខភាពល្អនិងសុភមង្គលគ្រប់កលៈទេសៈសូមអរគុណទុកជាមុន